សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់នគរអាន YouTube Channel ថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាមកស្ដាប់រឿងនិទានដ៏មានអត្ថន័យមួយដែលមានចំណងជើងថាអណ្ដើកនិងទន្សាយតោះមកស្ដាប់ជាមួយគ្នាជាយូរលង់ណាស់មកហើយនៅក្នុងព្រៃមានសត្វទន្សាយមួយដែលរត់លឿនណាស់វាចូលចិត្តអួតអាងថាខ្ញុំគឺជាសត្វដែលរត់លឿនជាងគេនៅក្នុងព្រៃនេះសត្វផ្សេងទៀតបានស្ដាប់ហើយជ្រិញនិងធន់ទ្រាំនឹងការអួតរបស់វាណាស់ថ្ងៃមួយអណ្ដើកដែលវាកើមអស់ការអត់ធ្មត់នឹងអំនួតទន្សាយក៏និយាយថាបើចង់បង្ហាញថាឯងរត់លឿនពិតប្រាកដតោះមកប្រកួតជាមួយខ្ញុំមកសត្វទន្សាយស្ដាប់ឮហើយសើចរលាក់ស្ទើរដួលដេកទៅលើដីវាគិតថាសត្វអណ្ដើកវាយឺតដូច្នេះនឹងគ្មានផ្លូវឈ្នះវាបានជាដាច់ខាតប៉ុន្តែទន្សាយនៅតែទទួលយល់ព្រមចូលរួមការប្រណាំងមួយនេះដែរនៅថ្ងៃប្រកួតមកដល់សត្វទាំងពីរចាប់ផ្ដើមរត់ទន្សាយបោលយ៉ាងលឿនទៅមុខហួសអណ្ដើកដ៏សែនឆ្ងាយទន្សាយងាកក្រោយរកមើលអណ្ដើកស្ទើរតែមិនឃើញនៅលើទីលានប្រណាំងពេលនោះទន្សាយគិតថាអណ្ដើកនៅខាងក្រោយឆ្ងាយពីខ្ញុំខ្លាំងណាស់ដូច្នេះខ្ញុំដេកសម្រាកមួយផ្លែតសិនចាំរត់បន្តតែបន្តិចទៀតនឹងដល់ទីហើយរួចទន្សាយក៏ប្រះដេកក្បែរគល់ឈើនៅពាក់កណ្ដាលផ្លូវទៅខណៈពេលនោះសត្វអណ្ដើកវាយឺតប្រឹងបន្តដែលគ្មានហ៊ានឈប់សម្រាកតាមផ្លូវសោះឡើយនៅពេលទន្សាយភ្ញាក់ឡើងវាក៏ឃើញអណ្ដើកវាជិតដល់គោលដៅទន្សាយក្រោកឡើងប្រឹងបោលចង់រយះជើងតាមពីក្រោយអណ្ដើកប៉ុន្តែអណ្ដើកបានដល់ទីដៅបាត់ហើយក៏បានឈ្នះការប្រណាំងដែរសត្វទាំងអស់នៅក្នុងព្រៃបានស្រែកហ៊ោកញ្ជ្រៀវនិងអបអរសាទរដល់ការអត់ធ្មត់របស់អណ្ដើកសារអប់រំនៅក្នុងរឿងនេះអ្នកដែលមានការអត់ធ្មត់និងមិនបោះបង់អាចឈ្នះការប្រកួតបានទោះបីវាហាក់ដូចជាខ្សោយជាងអ្នកដទៃក៏ដោយសូមអរគុណដែលបានស្ដាប់រឿងអណ្ដើកនិងទន្សាយកុំភ្លេច Subscribe Like និង Share ដើម្បីទទួលបានរឿងថ្មីទៀតជួបគ្នារឿងក្រោយអរគុណជម្រាបលាបាយ